មកសាកល្បងអារម្មណ៍ថ្មីជាមួយខ្ញុំជាមួយនឹងការដំឡើងក៏ដូចជាការជិះលេងកម្សាន្តជាមួយនឹងទូកបែបថ្មីថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកជិះទូកលេងកម្សាន្តក៏ដូចជាការដំឡើងទូកចង់ដឹងថាមុននឹងបានជិះលេងកម្សាន្តតែឆ្លងកាត់អីខ្លះតោះទៅមើលវីដេអូទាំងអស់គ្នានេះគឺជាប្រអប់ដាក់ទូករបស់យើងនិយាយទៅគឺថ្មីតែម្ដងអ្នកនរគ្នាមិនមានស្រាប់សម្រាប់យើងជិះទេណាមុននឹងបានជិះយើងត្រូវមកតម្លើងខ្លួនឯងហើយអវ៉ាន់នេះគឺជាអវ៉ាន់ថ្មីតែម្ដងដែលបងម្ចាស់រីសតក៏ប្រាប់ថាគាត់តែកំងណាអ្នកនរគ្នាដោយសារតែខ្ញុំបានតម្លើងជាមួយទូកទី1ហើយអញ្ចឹងទូកទី2គឺស៊ីផុយសម្រាប់ខ្ញុំតែម្ដងអញ្ចឹងអ្នកនរគ្នាអាចមើលសកម្មភាពពួកខ្ញុំតម្លើងជាមួយនឹងទូកបានមិនងាយស្រួលពេកហើយក៏មិនពិបាកពេកដែរមកល្មមមកបែកញើសណាអ្នកនរគ្នាអូខេអ្នកទាំងអស់គ្នានេះជាប្រដាប់សពរបស់ទូកនេះណាប៉ុន្តែដោយសារតែយើងមានទូកមួយហើយស្រាប់ហើយអញ្ចឹងយើងយកប្រដាប់សពនេះមកតោះយើងទៅមើលការសពរបស់គ្នានិយាយរួមទៅទូកនេះអត់ពិបាកតឡើងអ្នកនរគ្នាប៉ុន្តែអីដែលពិបាកនោះគឺជាការសោតទូកនេះប៉ោងតឹងណែនល្អបើមិនចឹងទេវានឹងអាចចង្កេតពេកមួយហើយចាប់លហែកបើសិនជាការសោតនោះវាតឹងពេកឬក៏វាធូរពេកអាហ្នឹងវាជាចំណុចសំខាន់ហើយវាក៏ជាចំណុចសុវត្ថិភាពរបស់ពួកយើងដែរថ្ងៃនេះគឺខ្ញុំមានទូនីតិសម្រាប់ធ្វើទូកនេះឡើងនិយាយទៅធ្វើទូកខ្លួនឯងហើយជិះខ្លួនឯងតែម្ដងមួយខ្លាំងមែនតើការដំឡើងទូកនេះគឺថ្មីសម្រាប់ខ្ញុំតែម្ដងដោយសារអីដោយសារតែខ្ញុំបានមើលតែម្ដងអញ្ចឹងខ្ញុំអត់សូវចាំគ្រប់ជ្រុងជ្រោយទេអញ្ចឹងកន្លែងខ្លះក៏ផ្លត់ស្នៀតដែរតែមិនអីទេអ្នកនរគ្នាគឺខ្ញុំអាចធ្វើបានអីដែលពិបាកក្នុងការដំឡើងទូកនេះគឺការសប់អ្នកនរគ្នាគឺប្រើកម្លាំងក្នុងការសប់ច្រើនខ្លាំងមែនតើហើយក៏ត្រូវការខ្យល់ប្រើខ្លាំងដែរអញ្ចឹងខ្ញុំចែកគ្នាសប់ខ្ញុំសប់ផងបងក៏សប់ផងបងមកជួយសប់ផងបើចំណាយតែកម្លាំងខ្ញុំសុទ្ធហ្មងគឺមួយថ្ងៃហ្នឹងគឺខ្ញុំបានជិះទេដោយសារតែខ្ញុំអត់កម្លាំងខ្លាំងប៉ុន្តែក៏អរគុណបងតែសម្រាប់ការជួយអញ្ចឹងយើងត្រូវសប់ប្រាក់គ្នាទៅវិញទៅមកដើម្បីឲ្យការសប់នោះគឺបានតឹងហើយវាជោគជ័យអ្នកនរគ្នាឥឡូវរួចរាល់អ្នកនរគ្នាអញ្ចឹងយើងតម្លាក់ទុកយើងចូលទៅក្នុងទឹកដើម្បីជិះតែម្ដងខ្ញុំធ្វើជាងគេអាពេលដែលទុកចូលនេះបើថាប្រសេះវិធី1ទី2ធ្វើយើងមិនបន្តចង់បញ្ចប់គឺយើងធ្វើទាំងអស់អញ្ចឹងវាប្លែកជាងម្ដងដែលយើងជិះកាយៈមានស្រាប់នៅរីសតអញ្ចឹងណាតែវិញយើងជិះទូកប្រភេទ sport ទៅអ្នកនរគ្នាបើសិនជាអ្នកនរគ្នាឆ្លងមើលនៅ TikTok YouTube របៀបកីឡាគេលេងទូកផងយើងចុះទៅលើឈ្មោះទៅលើអីហ្នឹងប្រភេទទូកហ្នឹងចឹងឥឡូវនេះនៅ Sun Beverly មានជាមួយទូកហ្នឹងហើយសម្រាប់អ្នកទាំងអស់គ្នាដែលចង់លេងជាមួយទូកប្រភេទហ្នឹងអាចតាក់ទងមក Sun Beverly បាននេះគឺជាដំណាក់កាលដាក់ទូកចូលទឹកវាពិបាកតិចដោយសារតែនៅហ្នឹងមានបន្លាច្រើនអញ្ចឹងខ្ញុំអត់ចង់ឲ្យវាប៉ះជាមួយបន្លាឬក៏ថ្មច្រើនទេវាពិបាកឲ្យខូចទូករបស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចំណាយពេលរៀងយូរដែរសម្រាប់ដាក់ទូកនេះចូលក្នុងទឹកប៉ុន្តែបែបខិតខំប្រឹងប្រែងនេះគឺសុវ័យខ្លាំងមែនទែនយកចាយអានមួយហើយតោះទៅមនុស្សឡើតាថតហើយបាយយេក្រោយពីការខំប្រឹងអស់មួយផឹកចឹងវាដល់ពេលដែលខ្ញុំត្រូវមកទទួលផ្លែផ្ការបស់ខ្ញុំហើយនិយាយទៅចែកទូកនេះលើកដំបូងមានអារម្មណ៍ថាសុវត្ថិភាពសុបាយហើយនឹងផ្លែអារម្មណ៍ខ្លាំងមែនតើ Sorry អ្នកនរគ្នាខ្ញុំបានពាក់អាវពោងដោយសារតែនៅម្ដុំនេះគឺវាហៀងហាក់ដែរអញ្ចឹងខ្ញុំអាចទទួលខុសត្រូវលើសុវត្ថិភាពខ្ញុំបានក៏ប៉ុន្តែសម្រាប់ភ្ញៀវវិញគឺមានអាវពោងសុវត្ថិភាពធម្មតាក្នុងការលេងអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនរគ្នាមានបំណងចង់ជិះទូកលេងបែកកំសាន្តតាមដងព្រែកអញ្ចឹងណាអ្នកនរគ្នាអាចមក Sun Valley បាន
รีสอร์ทมีมาหกชั้นที่ตั้งสะอาดสำหรับสปีชไว้เนี่ยคือเอาเมตายใจมันเจิ้งยังไปจะออกคอมเมนต์เต้นเราบอกมาใช้รีสอร์ทได้บานตัวยืงแต่พี่ปลอกกระดาษสิ่งเงี้ยสกัมเพียวทิปที่ไอ้เพลมเซ่ยังดอกหางกระตอบตอบตี เย้แล้วนี่ยังจกตูบ้านสมัยเจเนี่ยตอนนี้ អូនសម្រាប់អនឡាញចាក់ខាងនេះខ្លះចាក់ខាងនេះខ្លះចាក់ទៅនឹងវាទៅនោះហើយអនឡាញចាក់មួយបានហើយបាន เอ้เนี่ยตอนนี้เราตูยังบ้านแล้วអរគុណសម្រាប់ការទស្សនាវីដេអូបើសិនជាអ្នកនរគ្នាចង់មកលេងជាមួយទូកថ្មីនេះអ្នកនរគ្នាអាចមកលេងនៅសាន់បេនៅខេត្តកោះកុងទីផាត់ដែរអរគុណសម្រាប់ការទស្សនាវីដេអូបាយបាយ